អីយ៉ាកម្មវិធីមរតកគុណខ្មែរ NNP របស់បងស្រីត្រីដាណាដែលប្រិមិត្តកំពុងតែទន្ទឹងរង់ចាំពេលនេះការប្រកួតនេះបានលេចចេញជារូបរាងឲ្យប្រិមិត្តទាំងអស់គ្នាក្នុងនោះមានវត្តមានកីឡាករកម្ពុជាយើងជាច្រើនដួងមែនទែនឥឡូវខ្ញុំសូមរៀបរាប់កីឡាករដែលប្រិមិត្តកំពុងតែចង់ស្គាល់ថាតើការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ NNP របស់បងស្រីត្រីដាណានោះមានអ្នកណាខ្លះទៅណ1គឺកីឡាករព្រំសំណាងអាយ៉ាកីឡាករព្រំសំណាងនឹងត្រូវប៉ះមហូបថ្មីទៀតហើយគឺកីឡាករ Alvin បាទគឺជាកីឡាករមួយដែលលំដាប់មួយដែរបាទចប់វីដេអូនេះខ្ញុំបាទនឹង reaction វីដេអូការប្រកួតកីឡាករនេះថាតើខ្លាំងប៉ុណ្ណាទៅថាតើប៉ះព្រំសំណាងនឹងកក្រិកយ៉ាងណាទៅ2គឺកីឡាករឈឿននៅវ័យបាទកីឡាករឈឿននៅវ័យនឹងត្រូវប៉ះជាមួយនឹងកីឡាករ Mohammed បាទគឺជាកីឡាករមួយក៏យើងមិនអាចមើលស្រាលបានដែរអញ្ចឹងឈឿននៅវ័យយើងប្រកាសជាត្រូវធ្វើការធ្ងន់ទៀតហើយសង្ឃឹមថាកីឡាករគុណខ្មែរយើងទាំងអស់គ្នាខិតខំប្រឹងប្រែងវឹកហាត់ឲ្យមែនតែនដោយសារតែគុណខ្មែរយើងមួយរយៈពេលចុងក្រោយនេះពិតជាមានសន្ទុះគ្រប់គ្រងខ្លាំងមែនតែនអញ្ចឹងឆាកអន្តរជាតិក៏ដូចជាអញ្ចឹងខ្សែវៀតលំដាប់ប្រទេសធំក៏បានងាកមកមើលគុណខ្មែរយើងច្រើនមែនតែនថាតើគុណខ្មែរយើងខ្លាំងដល់កម្រិតណាទៅបាទបានជាមានការគ្រប់គ្រងខ្លាំងបែបនេះអញ្ចឹងកុំភ្លេចវឹកហាត់ឲ្យបានមែនតែនប្រិមត្តទាំងអស់គ្នាបាទផ្ដាំដល់កីឡាករព្រំសំណាងឈឿននៅវ័យនិងកីឡាករកម្ពុជាយើងដទៃទៀតបាទខិតខំប្រឹងប្រែងវឹកហាត់ឲ្យមែនតែនគឺកម្លាំងចិត្តកម្លាំងកាយបងប្អូនគឺមិនខ្វះទេដោយសារតែប្រិមត្តដែលនិយមគ្រប់គ្រងនៅវិស័យកីឡាគុណខ្មែរនិងមិនទុកបងប្អូនចោលនោះទេបាទមិនទុកអស់លោកចោលនោះទេគឺតែងតែលើកទឹកចិត្តគាំទ្រទៅដល់អស់លោកទាំងអស់គ្នាជានិច្ចកាលតែម្ដងមិនថាការប្រកួតនៅក្នុងស្រុកនិងក្រៅស្រុកនោះទេគឺតែងតែមានកម្លាំងចិត្តកម្លាំងកាយពីបងប្អូនប្រិយមិត្តទាំងអស់គ្នាកុំភ័យអសោះអញ្ចឹងអ្វីដែលសំខាន់នោះគឺដល់ថ្ងៃប្រកួតឈិតមកដល់ហើយបាទគឺថ្ងៃទី6មេសាឆ្នាំ2023នេះហើយអញ្ចឹងវាគិតថ្ងៃមែនតើទៅហើយតាមគេហទំព័រផ្លូវការរបស់បងប្រុសបាទព្រមសំណាងគាត់បានបង្ហោះយ៉ាងចំថាម្ដងនេះគាត់នឹងអាចថាគាត់នឹងស្ដារដើមស្ដារកិត្តិយសគាត់មកវិញដោយសារតែគាត់ធ្វើប្រហែសការប្រកួតជាមួយកីឡាករបាទកីឡាកររុស្ស៊ីម្នាក់នោះបាទគឺកីឡាករនោះគឺធ្វើឲ្យគាត់បាទសឹងតែបាទមានអារម្មណ៍បាទប្លែកពីហ្វេនដែលនិយមគ្រប់គ្រងវិស័យកីឡាគុណខ្មែរជាវាយមើលទៅបាទមិនដាច់សោះបងសំណាងធ្លាប់តែវាយបុកម្ដងនេះហេតុអ្វីបងព្រំសំណាងមិនសូវបុកចូលសោះបាទដោយសារតែបងព្រំសំណាងគាត់បានបកស្រាយហើយដោយសារតែការប្រកួតនោះគឺគាត់ជាប់ sponsor ច្រើនអញ្ចឹងគាត់មិនមានពេលវឹកហាត់នោះទេអញ្ចឹងការប្រកួតម្ដងនេះនៅ NNP ម្ដងនេះគឺគាត់បាទនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពគាត់ជឿជាក់ទៅលើការវឹកហាត់របស់គាត់បាទគឺវាយនៅស្ថានីយ៍ទូថោនប្រិមិត្តបាទគូនេះគឺក្រៅហើយបាទសតគូផ្អែមប្រិមិត្តអើយបាទព្រំសំណាងឈឿននៅវ័យបាទអេលីតស្មីបាទហើយនឹងបាទផាន់សៃហៈបាទផាន់សៃហៈប្រិមិត្តស្គាល់ទេបាទប៉ះជាមួយនឹងកីឡាករកូនព្រំសំណាងតែម្ដងបាទខុនមហត្តរិទ្ធយ៉ាបាទជាដៃគូមួយដែលធ្លាប់ប៉ះគ្នាដែរហើយបាទអញ្ចឹងពួកគាត់ទាំងពីរនេះគឺលំដាប់មួយដែរបាទអញ្ចឹងមកគូនេះគឺល្អមែនទែនបាទគឺកូនបងសំណាងប្រភេទគីឡូ45ហើយយក45មកអេដមីតគីឡូ65ដែរយ៉ាអាកើទេបាទគីឡូអេដមីនប្រហែលជាអាចប៉ះជាមួយនឹងបងអេលីតស្មីបន្ត្រីដោយសារតែខ្ញុំ65បើហាត់ទៅប្រហែលជាអាចសល់55ឯហ្នឹងបាទអូហាន់កើតទៅប្រិមិត្តបាទខ្លាចឈឺណាស់បាទបើអាចជាអធិប្បាយជូនប្រិមិត្តសម្ដាប់អាចបានតែឡើងហាត់អត់កើតទេបាទតើបងពាក់មីឡើងជាមួយមិនហ៊ានបាទអញ្ចឹងបាទគូនេះពិតជាក្រៅហើយមហាគុណខ្មែរយើងម្ដងនេះសង្ឃឹមថាបងប្អូនទាំងអស់គ្នាកុំភ្លេចចូលរួមគាំទ្រឲ្យបានច្រើនកកផងក៏ដូចជាលើកទឹកចិត្តទៅដល់ sponsor ដែលគាត់បានរៀបចំឡើងជាពិសេសគឺបងស្រីត្រីដាណាមែនទែនដែលគាត់ខំចំណាយថវិកាផ្ទាល់ខ្លួនដើម្បីរៀបចំការប្រកួតគុនខ្មែរដ៏ល្អប្រសើរមួយនេះដើម្បីធ្វើឲ្យឆាកអន្តរជាតិងាកមកស្គាល់គុនខ្មែរយើងកាន់តែច្រើនឃើញទេប្រិមិត្តនេះហើយគឺជាការរួមចំណែកដ៏ធំមួយដើម្បីផ្សព្វផ្សាយគុនខ្មែររបស់យើងបាទគឺមិនមែនមានតែពាក្យសម្ដីទេប្រិមិត្តគឺគាត់ចំណាយទាំងថវិកាផ្ទាល់ខ្លួនរបស់គាត់រៀបចំនៅកម្មវិធីមួយដែលចំណាយរាប់សែនដុល្លារប្រិមិត្តពិតជាមិនធម្មតាទេបាទខ្ញុំបាទភក្ត្រាខេគុណខ្មែរពិតជាអរគុណធំផងដែរទៅដល់បងស្រីត្រីដាណាមែនតែនដែលគាត់តែងតែចេញមកជួយបាទគ្រប់ខេត្តការទាំងឡាយទាំងអស់មិនថាជនក្រីក្រមិនថាបាទអ្នកខ្វះខាតមកនៅត្រង់ណាត្រង់ណីទេតែងតែមានមុខគាត់ទៅជួយជានិច្ចតែម្ដងឥឡូវនេះគឺគាត់
បាទមានឈ្មោះមកជួយគុណខ្មែរយើងទៀតមិនយូរទេគុណខ្មែរយើងនឹងកាន់តែក្រៅហើយបាទអញ្ចឹងអ្នកមានទ្រព្យធនធាននៅក្នុងប្រទេសកម្ពុជាយើងមានច្រើនប្រិមិត្តតែអ្នកដែលស្រឡាញ់គុណខ្មែរយើងមិនត្រឹមតែស្រឡាញ់តែពាក្យសម្ដីបាទនិយាយនោះគឺបាទពេលនេះគឺចាប់ដល់ធ្វើបណ្ដាហើយបាទពិតជាល្អមែនទែនអញ្ចឹងខ្ញុំបាទភេត្រា KA គុណខ្មែររីករាយនឹងផ្សព្វផ្សាយព័ត៌មាននេះដើម្បីឲ្យបងប្អូនស្វែងយល់និងគិតទាំងអស់គ្នាថាតើបាទគួរធ្វើយ៉ាងណាដើម្បីឲ្យគុណខ្មែរយើងកាន់តែល្បីខ្លាំងទៅទៀតទី1ការប្រកួតគុណខ្មែរយើងប្រិមិត្តកុំភ្លេចចូលរួម share បានច្រើនកាលណាបងប្អូន share ចូលរួម share ឲ្យបានច្រើននោះសន្ទុះនៃការគ្រប់គ្រងក៏ដូចជា viewer នឹងកាន់តែខ្ពស់ធ្វើឲ្យឆាកអន្តរជាតិនឹងបានឃើញបាទកាន់តែជាក់ច្បាស់ថាគុណខ្មែរយើងអាយ៉ាពិតជាមានការគ្រប់គ្រងខ្លាំងមែនទែន view live ផ្ទាល់ម្ដងសិតតែ 200k ប្រិមិត្តទៅរកឯណាប្រិមិត្តបាទការ live ផ្ទាល់វាយប្រកួតទៅវិញកីឡាករបាទជើងខ្លាំងនៅបាទប្រទេសជិតខាងយើងគឺ view មិនបានស្មើនឹងយើង10ទៅ20%ទេប្រិមិត្តបាទយើងសិតតែ 200k បាទគេអស់ប្រិមិត្តមក 20k 30k ហ្នឹងបាទមិនមានច្រើនទេបាទដូចជាប្រទេសជិតខាងយើងបាទដែលគេខំប្រម៉ូទក្បាច់គុណបាទរហូតដល់50 60ឆ្នាំបាទ viewer វាយប្រកួតម្ដងបាទ 12k 20k ប្រិមិត្តបាទតែគុណខ្មែរយើងទើបតែកម្រើកខ្លាំងមែនទែននៅចុងឆ្នាំ2022និងដើមឆ្នាំ2023នេះពិតជាកក្រើកមែនទែនតែខ្ញុំបាននិយាយចឹងតិចថាខ្ញុំអូទៅប្រិមិត្តមិនមែនអូទេគឺខ្ញុំនិយាយពិតបាទពីគុណខ្មែរយើងសពថ្ងៃគឺអញ្ចឹងមែនប្រិមិត្តដែលនិយមគ្រប់គ្រងវិស័យកីឡាគុណខ្មែរប្រិមិត្តប្រកាសជាយល់ហើយថាតើគុណខ្មែរយើងមួយរយៈពេលចុងក្រោយនេះតើខ្លាំងកម្រិតណាទៅមិនបាច់តែខ្ញុំបរិយាយច្រើនទេបងប្អូនគាត់តាមដានបាទវិស័យកីឡាគុណខ្មែរគាត់ស្ដាប់បន្តិចគាត់យល់ទាំងស្រុងតែម្ដងបាទតែបងប្អូនខ្លះគាត់មិនសូវស្ដាប់ពេលយើងនិយាយទៅអាចថាគាត់បាទគាត់ទើសចិត្តគាត់ថាយើងអួតពេកទៀតបាទអួតពេកខ្លាចកីឡាករយើងមិនបានហាត់អត់អីទេប្រិមិត្តបាទវីដេអូនេះខ្ញុំនិយាយអស់ហើយគឺកីឡាករយើងគឺគាត់ខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យមែនទែនដោយសារតែការប្រកួតលើកនេះបាទគឺជាការប្រកួតមួយដែលយើងមិនអាចមើលស្រាលបានទេបាទដោយសារតែការប្រកួតរវាងកីឡាករបរទេសក៏ដូចជាកីឡាករបាទគុនខ្មែរយើងដែលប្រកួតនៅក្នុងស្រុកក្រៅស្រុកនោះគឺមានអ្នកទស្សនាច្រើនហើយអ្នកមុខនៃការក៏ចូលរួមឧបត្ថម្ភច្រើនផងដែរមិនតែប៉ុណ្ណោះបាទនៅខាងប្រទេសគេក្រៅមកក៏គេមើលឃើញគុនខ្មែរយើងបណ្ដាហាត់ដោយសារតែមានការគ្រប់គ្រងបាទពីបងប្អូនយើងច្រើនតែមែនទែនអញ្ចឹងកម្មវិធីបាទមរតកគុនខ្មែរ NNP របស់បងស្រីត្រីដាណានឹងត្រូវមកដល់ប្រិមិត្តបាននៅថ្ងៃទី6មេសាឆ្នាំ2023ដែល live ផ្ទាល់នៅលើគេហទំព័រ Facebook លោកជំទាវត្រីដាណាផ្ទាល់តែម្ដងនិងលោកគ្រូសននេលីតចាប់ពីម៉ោង18តទៅបាទចូលរួមទស្សនាដោយសេរីនៅ studio បានម៉ាស៊ីនត្រជាក់ស្ថានីយទូរទស្សន៍ Town Full HD TV តែម្ដងអញ្ចឹងអត្ថបទនៃប្រិមិត្តមានតែប៉ុណ្្នឹងទេបើសិនខ្ញុំបានលើកទៅខុសទោះត្រង់ណាសូមមេត្តាខន្តីអភ័យទោសផងខ្ញុំបាទភេត្រា KA គុណខ្មែរសន្យាថានឹងរកអ្វីដែលថ្មីដើម្បីចែកជូនទៅដល់ប្រិយមិត្តសម្ដាប់ជាបន្តទៀតតែម្ដងខណៈពេលនេះជាចុងក្រោយសូមអរគុណសូមគោរពលាបាទ